ក្មេងស្រីនោះបានស្រែកទ្រូងនឹងពោះវៀនរបស់ដង្ហើមធំដោយធូរស្រាលរួចក៏ប្រុងប្រយ័ត្នដេកលើដេកក្នុងចំណោមក្រុមបរិសុទ្ធនៅក្បែរគាត់ដោយមិននឹកស្មានដល់បរិសុទ្ធមិនចាស់ពេលអំពើគេទេគាត់បានរមៀលខ្លួនហើយកិននាងសំណាងល្អស្ត្រីនោះបានមកដល់ទាន់ពេលវេលាវារាំងវាបន្ទាប់មកចាប់វារុញវាចេញនាងធ្លាប់សាំនឹងជីវិតបែបនេះរួចហើយយីងដើម្បីលាក់បាំងស្រីរបស់នាងនាងជាមនុស្សដំបងគេជារៀងរាល់ថ្ងៃក្រោកឡើងហើយរុំដើមឈើយ៉ាងលឿននាងបានស្លៀកសម្លៀកបំពាក់រួចក៏ពួកគេបានហ្វឹកហាត់រួមគ្នាជាមួយមិត្តរួមក្រុមរបស់បានហ្វឹកហាត់ក្បាច់គុនតាំងពីក្មេងនាងមិនត្រឹមតែមានទេពកោសល្យប៉ុណ្ណោះទេថែមទាំងបានលើកដំណើររបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់សរសើររបស់គាត់បានខ្លាយជាទូទៅរហូតមកដល់សប្តាហ៍ថ្ងៃនេះនគរព្រៃផ្សៃបានការវិភាគក្មេងស្រីក្នុងពេលប្រយុទ្ធគ្នាយ៉ាងសាហាវសេនត្រូវព្រួយមួយបាញ់ចំទ្រូងរបស់នាងដែលចៃដន្យឲ្យត្រូវបានបង្កប់នៅក្នុងទ្រូងដើមឈើបន្ទាប់ពីក្មេងស្រីនោះបានដកព្រួយចេញពេលនោះខ្ញុំស្រាប់តែដឹងថាទោះបីជាគាត់ជាស្ត្រីម្នាក់ប៉ុន្តែនៅតែអាចប្រយុទ្ធនៅសមរភូមិនិងធ្វើការរួមចំណែកដ៏មានហើយនាងបានដោះអាវក្រោះរបស់នាងចេញដោយមានសក់វែងរលុងដោយសេរីគាត់ក៏ជិះសេះតែម្នាក់ឯងគេបានវាយលុកចូលទៅក្នុងជំរំស្រូវរូបមួយដែលមានអាវក្រហមនៅកណ្ដាលកងទ័ពបានស្ទុះចូលនិងចេញពីក្រុមចំនួន7ដងដោយបានបញ្ជាស្ថានភាពទាំងស្រុងតែម្នាក់ឯងស្ថានភាពសង្គ្រាមបានក្លាយជាប្រភពនៃភាពចលាចលសម្រាប់ស្រីដ៏គួរឲ្យខ្លាចម្នាក់នៅថ្ងៃបន្ទាប់ក្មេងស្រីនោះកាន់តែឯកាថែមទៀតច្រើនទៅក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយដោយជោគជ័យចាប់យកផ្ដាព្រៃផ្សៃហើយនាងខ្លួនឯងត្រូវបានចាក់ដោយព្រួយ1000នាងបានដួលនៅសមរភូមិពីព្រោះបន្ទាប់ពីនាងស្លាប់ការជាប់ជំពាក់ជ្រៅពេកមិនអាចចូលទៅក្នុងវត្តនៃការជាធ្វើបានទេទ្រង់ទុកឃើញថាព្រះនាងដើម្បីទទួលស្គាល់សមិទ្ធផលយោធីជាច្រើនរបស់បង្ហាញដែលមានការរំដំមួយអាសានត្រឡប់មករកជីវិតវិញជាមួយនឹងគំនិតនៃវិញ្ញាណខ្ញុំបានទៅបំពេញបំណងប្រាថ្នារបស់ខ្ញុំក្នុងរយៈពេល10ថ្ងៃអំពីការរស់ឡើងវិញរបស់នាងតើវាជាអ្នកណាបន្ទាប់មកស្ត្រីនោះត្រូវបានគេបញ្ជូនតាមលោកទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់វិញតើអាចទៅនាងទៅរកទោះជាយ៉ាងណាក៏ដោយនៅពេលដែលពូរីជ្វងបានបង្ហាញសេចក្តីស្រឡាញ់ថាពួកធីរិកបានដឹងរួចហើយការមានប្រពន្ធធ្វើឲ្យក្មេងស្រីខ្ញុំពិតជាខូចចិត្តខ្លាំងណាស់បង្ហាញថាក្មេងស្រីនោះមានអាយុ8ឆ្នាំនោះឪពុកម្ដាយខ្ញុំបានជំទាស់គាត់បានស្លាប់នៅក្នុងសមរភូមិដោយសារតែការឈឺពីរបស់គាត់ព្រះរាជានុសិទ្ធបន្ទាប់មកពូរីជ្វងបានបន្សល់ទុកកូនកំព្រានាងបានយកគាត់ទៅផ្ទះហើយចិញ្ចឹមគាត់ពូរបស់នាងថែមទាំងបានបង្រៀននាងទៀតផងគាត់មានជំនាញក្បាច់គុនហើយសង្ឃឹមថាក្មេងស្រីនេះនឹងដើម្បីសងសឹកឪពុកម្ដាយរបស់គាត់សូម្បីតែនៅក្នុងពិធីពេញវ័យរបស់ក្មេងស្រីក៏ដោយពូរីជ្វងចង់ឲ្យនាងការអធិស្ឋានសូមពរជ័យពាក់ព័ន្ធនឹងការបោះជំហានបានឡើងលើវេទិកាកម្ពុជា10.000ហើយនេះគឺដោយសារតែព្រះអង្គម្ចាស់ការថែទាំយ៉ាងយកចិត្តទុកដាក់របស់នាងការថែរក្សាស្ត្រីម្នាក់បន្តិចម្ដងធ្វើឲ្យនាងស្រឡាញ់បានរៀបការជាមួយព្រះអង្គម្ចាស់ម្នាក់ដែលមានអាយុច្រើនទៅទៀតវាគឺជាអំឡុងពេលមួយនៃការស្រឡាញ់របស់ព្រះទាំងពីរបានខ្លាយជាប្តីប្រពន្ធខ្ញុំដឹងហើយខ្ញុំគិតថាជីវិតដែលនៅសល់របស់ខ្ញុំនឹងត្រូវចំណាយជាមួយដល់ប៉ុន្តែអ្នកណាដឹងព្រះអង្គម្ចាស់ភ្ញាក់ឡើងដោយកំហឹងមិនអាចជប់បានទេរហូតដល់ពេលនេះក្មេងស្រីដល់ពេលនោះទើបខ្ញុំដឹងថាព្រះអង្គម្ចាស់មិនដែលខ្វល់ពីខ្ញុំត្រូវបានគាត់ជួលចិត្តដោយសេចក្តីស្រឡាញ់ក្រោយពីបានស្ដាប់ប្រសាសន៍របស់សម្ដេចរួចដូច្នេះស្ត្រីនោះបានសម្រេចចិត្តបេះដូងខ្ញុំឈ្មោះទៅជួរមុខដើម្បីប្រយុទ្ធស្ត្រីបន្ទាប់ពីយុទ្ធនាការរយៈពេល5ឆ្នាំនៅក្នុងសង្គ្រាមស្ត្រីបានចូលរួមចំណែកយ៉ាងធំធេងសមិទ្ធផលយោធារបស់លោកនៅទីបំផុតបានបំពេញតាមរបស់ព្រះរាជបុត្របានសម្រេចហើយប៉ុន្តែនាងផ្ទាល់ក៏ត្រូវបានចាប់ប្រកាន់ដោយសារតែរឿងនេះដោយត្រូវព្រួញចាក់ទម្លុះគាត់បានដួលនៅលើសមរភូមិនោះហើយជារបៀបដែលស្ត្រីបានខ្លាយជារំខានបទនេះត្រូវបានបញ្ជូនដោយព្រះពោធិសត្វបាក់ឆាកនៃវិមានរបស់ព្រះអង្គដោយសារតែសមរភូមិនៅឆ្ងាយពីរាជធានីចម្ងាយ1000ម៉ៃស្ត្រីនោះទទួលបានជ័យជំនះនឹងនៃការស្លាប់របស់គាត់នៅក្នុងសមរភូមិមកវិញវិញសូម្បីតែព្រះអង្គម្ចាស់នាងត្រូវបានគេយកច្រឡំថាជាអ្នករត់ចោលស្រុកដូច្នេះគាត់បានស្ដីបន្ទោសនាងស្ដីបន្ទោសប៉ុន្តែធ្វើឲ្យស្ត្រីមានអារម្មណ៍វាពិតជាគួរឲ្យសោកស្ដាយណាស់ដែលនាងបានចូលប្រយុទ្ធដើម្បីសម្រាប់ពេល5ឆ្នាំនៃរាជការរបស់ស្ត្រីព្រះអង្គមានប្រពន្ធរហូតដល់ពេលនេះមានតែពេលនោះទេដែលនាងបានដឹងខ្លួនឡើងវិញទាំងស្រុងហើយគ្រាន់តែជាការស្រមើស្រមៃរបស់ខ្ញុំផ្ទាល់គ្រប់គ្រាន់ហើយដូច្នេះនាងទោះជាយ៉ាងណាក៏ដោយអយុធធម៌នៅតែមិនទាន់ដោះស្រាយបានហើយសារសញ្ញារបស់ដឹកកុមារឲ្យគ្រប់យ៉ាងដែលនាងមានគឺរួចរាល់សម្រាប់បរិភោគអំឡុងពេលញ៉ាំអាហារប្រឈមមុខនឹងស្ត្រីម្នាក់ដែលមានល្បិចកោះពេលនោះខ្ញុំទើបដឹងថាខ្ញុំគ្រាន់តែជាវិញ្ញាណមួយមិនអាចបរិភោគអាហារពីពិភពមានជីវិតបានទេអាចហួតវាចេញបានតែប៉ុណ្ណោះព្រះអង្គម្ចាស់ដែលបានឃើញហេតុការណ៍នេះពួកគេខឹងសម្បាយ៉ាងខ្លាំងប្រឈមមុខនឹងការចាប់ប្រកាន់របស់ព្រះអង្គម្ចាស់ស្ត្រីនោះមនុស្សនោះបានស៊ូទ្រាំនឹងការជិះចាប់ហើយបានបន្ទាប់ពីបរិភោគអាហាររួចគាត់ក៏ទៅតែម្នាក់ឯងគាត់បានរត់ទៅទីធ្លាខាងក្រោយផ្ទះហើយចាប់ដើមបន្ទាប់ពីនាងក្អួតរួចនាងបានរកឃើញថារូបកាយខាងវិញ្ញាណរបស់ខ្ញុំកាន់តែមានតម្លៃនាងយល់នាងដឹងថារាងកាយរបស់នាងបានស្លាប់ទៅហើយគេគួរតែកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងពេកាំងវិញមកដល់រាជធានីថ្ងៃនោះនឹងក្លាយជាថ្ងៃដែលវិញ្ញាណរបស់នាងនៅពេលដែលរាងកាយរលាយបាត់ទាំងស្រុងដើម្បីឲ្យខ្ញុំអាចនៅជាមួយឪពុកម្ដាយរបស់ខ្ញុំបន្ទាប់ពីខ្ញុំនាងបានឆ្លាក់វាដោយខ្លួនឯងខ្ញុំបានធ្វើភ្នំមួយហើយបន្ទាប់មកខ្ញុំគាត់បានបញ្ចុះសពខ្លួនឯងនៅក្បែរឪពុកម្ដាយរបស់ដោយមិននឹកស្មានដល់ឈុតឆាកនេះត្រូវបានរកឃើញថាគាត់ជឿថាស្ត្រីគឺជាខ្ញុំខ្លាចត្រូវទទួលទោសប្រសិនបើខ្ញុំចាក់នេះវាត្រូវបានឆ្លាក់ជាការដាក់ទណ្ឌកម្មការប្រើភ្នូដើម្បីបំភ័យខ្លួនឯងដូច្នេះព្រះអង្គម្ចាស់ក៏មានព្រះតីគាត់បានបំបែកភ្នូជាពីរនៅនឹងកន្លែងកាត់ហើយមើលទៅដូចជាវាបាក់ជាពីរភ្នូនោះបានលេចចេញមកហើយស្ត្រីនោះក៏មានអារម្មណ៍សោកសៅភ្លាមនាងចង់ប្រាប់ព្រះអង្គម្ចាស់ថានាងមិនមែនជាអ្នករត់ចោលស្រុកប៉ុន្តែគាត់បានគិតអំពីខាងខ្ញុំមានប្រពន្ធរួចហើយដូច្នេះខ្ញុំនឹងត្រូវរកវិធីដោះស្រាយដល់លេងគាត់នឹងមានឡើយខ្ញុំគិតថាបន្ទាប់ពីស្លាប់ខ្ញុំនឹងគ្មានអារម្មណ៍របស់ព្រះអង្គម្ចាស់ក៏នឹងនាំមកនៅចូលទៅក្នុងភ្នូប៉ុន្តែមិននឹកស្មានដល់ទាំងនេះអារម្មណ៍ដែលនាងបានកត់ត្រាទុកក្នុងឆ្នាំកំណត់ហើយប្រចាំថ្ងៃត្រូវបានប្រគល់ឲ្យភរិយារបស់ព្រះអង្គត្រូវបានគេរកឃើញកំពុងតែមើលអក្សរទាំងនេះឥឡូវនេះពាក្យផ្អែមល្ហែមនៅលើអេក្រង់ហើយបន្ទាប់មកក៏គិតដល់អូនគុណិតចង់មានផ្ទៃពោះពិតជាវាពិតជាគួរឲ្យខកចិត្តណាស់
ប្រសិនបើខ្ញុំជាអ្នកខ្ញុំនឹងសម្រេចចិត្តជោគវាសនារបស់ខ្ញុំឥឡូវនេះដូច្នេះគំនូរនោះត្រូវបានដោះស្រាយទាំងស្រុងចិត្តឥតខ្មាស់អៀនឲ្យចូលការពារទុកសេចក្តីថ្លៃថ្នូរខ្លះសូមព្រះអង្គមេត្តាស្ដាប់ពាក្យសម្ដីទន់ភ្លន់របស់ភរិយាខ្ញុំផងខ្ញុំបានទីទុកជាមុនថាព្រះអង្គគំចាស់ចូលដល់ក្នុងបន្ទប់គាត់ក៏រើសយកកាបូបរបស់ស្ត្រីរបស់មនុស្សម្នាក់ត្រូវបានផលិតដោយកម្មវិធីប៉ុន្តែព្រះអង្គគំចាស់គិតខុសហើយស្ត្រីរូបនោះបានធ្វើបាបប្រពន្ធរបស់ខ្លួនដោយចេញត្រូវបានគេវាយដំយ៉ាងឈឺចាប់ភ្លាមស្ដីបន្ទោសសិនគីនីងតាអ្នកកំពុងធ្វើអ្វីប្រពន្ធឲ្យអ្នកសុខសប្បាយជាទេសុខសប្បាយជាទេព្រះអង្គគំចាស់ខ្ញុំគ្រាន់តែចង់មកបង្ហាញការព្រួយបារម្ភប៉ុណ្ណោះពេលត្រឡប់ទៅផ្ទះឪពុកម្ដាយគាត់វិញខ្ញុំមិនដែលនឹកស្មានថាគាត់នឹងខ្ញុំមានជំនាញបែបនេះខ្ញុំកំពុងប្រាប់អ្នកថាស្ដាប់ខ្ញុំទៅគ្រប់គ្រាន់ហើយសិនគីនីងអ្នកនៅតែនៅក្នុងជួរកងតបតើអ្នកបានរៀនកុហកហើយឬនៅដោយមានសាក្សីនិងពុះតាំងជាក់ស្ដែងតើអ្នកដើម្បីបង្ខូចការពិតអ្នកហួសហេតុពេកហើយខ្ញុំខកចិត្តណាស់បន្ទាប់ពីនិយាយរួចគាត់ក៏កាន់ក្បាលប្រពន្ធគាត់បែកខ្លួនហើយចាក់ចេញដោយមិនងាកក្រោយការវេលាកន្លងផុតទៅខ្លាំងណាស់មិនយូរប៉ុន្មានមានតែចុងក្រោយប៉ុណ្ណោះដែលនៅសល់ឃើញខ្លួនឯងកាន់តែខ្សោយទៅរាងកាយស្ត្រីតែម្នាក់ឯងពេលទៅដល់ភ្នូឪពុកម្ដាយខ្ញុំនឹងបោះភ្នូដែលបាក់ជាពីរត្រូវបានបញ្ចុះនៅក្នុងគាត់បានឈោមួយឡែកដោយសង្ឃឹមថាបន្ទាប់ពីគាត់ស្លាប់ដើម្បីជួបជុំគ្នាវិញជាមួយឪពុកម្ដាយនៅពេលនេះព្រះអង្គម្ចាស់ពិតជាបានមកដូច្នេះថ្ងៃស្អែកគឺជាថ្ងៃសម្រាប់កងទ័ពថ្ងៃនៃការវិលត្រឡប់ទៅកាន់រាជធានីវិញដោយជោគជ័យស្ត្រីរូបនេះក្នុងនាមជាទូទៅជាលក្ខណៈឯកជនបានរត់គេខ្លួនប្រសិនបើស្ដេចរបស់ពួកគេមិនបង្ហាញរដ្ឋាភិបាលនឹងត្រូវទទួលទោសជាមិនខានថ្ងៃស្អែកសាកសពរបស់ខ្ញុំនឹងត្រូវបញ្ជូនទៅតើអ្នកត្រឡប់មកវិញហើយឬនៅខ្ញុំនឹងនាំអ្នកត្រឡប់ទៅវិញមិនចាំបាច់រំខានខ្លួនឯងទេលោកពូខ្ញុំអាចដើរត្រឡប់ទៅវិញដោយខ្លួនឯងបានតើពេលណាទើបអ្នកខ្លាចជាមនុស្សចាស់បែបនេះវាលួយមែនទេតើអ្នកនឹងត្រឡប់ទៅសភាពនេះវិញដោយរបៀបណាមែនហើយតើខ្ញុំអាចត្រឡប់ទៅរកសភាពបែបនេះវិញដោយរបៀបណាសូមព្រះអង្គទ្រង់អនុញ្ញាតឲ្យខ្ញុំចេញផ្សាយរឿងនេះម្ដងទៀតផងលើកទី4ឃើញនារីម្នាក់នោះចាក់ចេញបន្តិចម្ដងរូបរាងដែលកំពុងដកថយរបស់គាត់ភ្លាមនោះបានចម្រុះដោយមានអារម្មណ៍ឡើងខ្លួនហើយដូចជាស្ត្រីម្នាក់ដែលអាចបាត់ខ្លួននៅពេលណាក៏បានខាត់បងមួយប៉ុន្តែព្រះអង្គម្ចាស់បានគិតនោះដែលមានសុខភាពល្អឥតខ្ចោះអាចបាត់រណាត់ដោយជាខ្ញុំគិតថាខ្ញុំពិតជាគិតច្រើនពេកហើយពួកគេមិនដឹងថានេះនឹងមានរយៈពេលពីទេលើកចុងក្រោយដែលមនុស្សម្នាក់ឃើញអ្នកនៅថ្ងៃបន្ទាប់មនុស្ស100នាក់នៅក្នុងទីក្រុងមនុស្សគ្រប់ត្រកូលបានប្រមូលផ្ដុំគ្នានៅច្រកទ្វារក្រុងនោះបានប្រមូលផ្ដុំគ្នាស្វាគមន៍កងទ័ពគាត់បានត្រឡប់មកវិញដោយជោគជ័យប៉ុន្តែនៅសល់តែមនុស្សម្នាក់ឈរនៅមាត់ទ្វារនៃវិមានរបស់ព្រះអង្គម្ចាស់ដោយធ្វើកំពុងរងចាំអ្វីដោយស្ងៀមស្ងាត់ព្រះអង្គម្ចាស់បានសម្លឹងមើលភាពឯការបស់ស្ត្រីដែលកំពុងដកថយនឹងអារម្មណ៍ដែលមានអារម្មណ៍មិនស្រួលខ្លួនពេលនោះគាត់បានសុំឲ្យស្ត្រីម្នាក់ទៅជាមួយគាត់ចូលយើងទៅជាមួយគ្នាដើមខ្ញុំបានទៅត្រង់ច្រកទ្វារក្រុងដើម្បីរងចាំព្រះករុណាចុះក្រោមហេតុអ្វីបានជារាល់ថ្ងៃនេះរាល់ពេលការឃើញយូអេអិនតែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួលមិនអីទេថ្ងៃនេះជាថ្ងៃកំណើតរបស់អ្នករងចាំបន្តិចបន្ទាប់ពីកម្ចាត់កងទ័ពរបស់សេនហើយចូលទៅក្នុងទីក្រុងដូចខ្ញុំមីអាយុវែងជាមួយគ្នាតាមពិតគាត់ចាំបានរលេចមើលអធិរាជចុងក្រោយមួយផ្លែឃើញពូចាក់ចេញធ្វើឲ្យខ្ញុំគិតថាអ្នកបម្រើម្នាក់បានមកហើយប្រគល់សម្បត្តិមួយច្បាប់ចាំព្រះអង្គម្ចាស់ត្រឡប់មកវិញហើយនោះត្រូវបានប្រគល់ឲ្យគាត់បន្ទាប់ពីរឿងទាំងអស់នេះត្រូវបានធ្វើរួចបន្ទាប់មកគាត់បានបោះជំហានទៅលើកំពែងក្រុងហើយស្ងាត់កំពុងរងចាំ Optics Valley របស់ខ្លួនចូលទៅកងមកពីបានបាត់ទៅវិញទាំងស្រុងព្រះករុណាជាម្ចាស់កងទ័ពគ្រួសារសិនលើកនេះពួកគេគ្រាន់តែយករាជវាំងព្រៃផ្សៃប៉ុណ្ណោះបានជីបានប្រយុទ្ធប្រឆាំងនឹងស្ដេចព្រៃផ្សៃហើយក៏នឹងរំដោះខ្លួនផងដែរដំណើរគឺ3000ម៉ាយចាប់ពីថ្ងៃនេះទៅឆាងដ៏អស្ចារ្យរបស់ខ្ញុំនឹងមិនចាំបាច់ព្រួយបារម្ភអំពីការឈ្លានពានរបស់ពួកព្រៃផ្សៃទេកងទ័ពគ្រួសារសិនរបស់ខ្ញុំទេខ្ញុំនឹងមិនក្បត់ព្រះគុណរបស់ព្រះចៅអធិរាជទេប៉ុន្តែខ្ញុំក៏មិនក្បត់ដើម្បីមើលថាពិភពលោកមិនអីទេតាំងលំនៅតើហ្គៃនឹងណែលើនេះតើលោកស៊ឿនគួយនឹងណែលើនេះព្រះករុណាឧត្តមសេនីយ៍សិនគឺមិនអាចចាញ់បានទេដៃដែលដើរជាមួយវងថៃត្រូវបានចាក់ទម្លុះដោយព្រួយ 10000 ដើមបេះដូងបានបាត់បង់ដោយសោកនាដកម្មអ្វី